វាស្ទើរតែមិនគួរឲ្យជឿវ៉ែនតារបស់យ៉នស្រាប់តែត្រូវបានគ្របដណ្ដប់ដោយអាវក្នុងរបស់នាងប៉ុន្មាននាទីមុននេះលូស៊ីកំពុងឈរនៅមាត់ទ្វារកញ្ចក់សរសេរកិច្ចការរបស់នាងសម្រាប់ថ្ងៃនេះចន់បើកទ្វារដោយមិនដឹងមូលហេតុធ្វើឲ្យលេស៊ីដួលសន្លប់ពេលនាងជំពប់ជើងរបស់នាងរអិលហើយនាងក៏ដួលទៅលើគាត់ចន់ភ័យស្លន់ស្លោហើយសួរថាតើនាងត្រូវការធ្វើដូច្នេះឬអត់ទៅមន្ទីរពេទ្យដោយភ្ញាក់ផ្អើលលូស៊ីនិយាយថាការជិះចាប់នៅជើងរបស់នាងបានបាត់ទៅវិញស្ទើរតែភ្លាមហេតុអ្វីបានជាលេស៊ីនៅតែធ្វើសកម្មភាពតាមរបៀបដ៏ច្របូកច្របល់ស្ទើរតែល្បួងបែបនេះវាទាំងអស់ប្រែទៅជាមានទំនាក់ទំនងជាមួយយ៉នសសៀវភៅកត់ត្រាជាសៀវភៅកំណត់ហេតុអាថ៌កំបាំងមួយដែលអាចសរសេរបំណងប្រាថ្នាណាមួយបាននៅខាងក្នុងវាคล้ายជាការពិតនៅពេលដែលលូស៊ីហ៊ាននឹងចាក់ចេញមិត្តរួមការងារម្នាក់ទៀតបានកំពប់ទឹកលើនាងដោយចៃដន្យបង្កឲ្យមានព្រឹត្តិការណ៍មិននឹកស្មានដល់មួយទៀតដែលលូស៊ីដើរចេញចូលទៅក្នុងការិយាល័យដោយមានអារម្មណ៍ដូចជាសំណាងអាក្រក់បានតាមនាងពេញមួយថ្ងៃអ្វីដែលនាងមិនដឹងនោះគឺថាអ្វីទាំងអស់តាមដានត្រឡប់ទៅសៀវភៅកត់ត្រារបស់ចិនវិញចន់ចាប់ផ្ដើមសរសេរវាម្ដងទៀតនៅពេលនោះលូស៊ីដើរទៅរកគាត់ពេលកំពុងនិយាយទូរស័ព្ទហើយនិយាយដោយធម្មតាសួរថាតើបាយការងាររបស់គាត់រួចរាល់ហើយឬនៅចន់ប្រកល់របាយការណ៍ទៅឲ្យនាងប៉ុន្តែភ្លាមនោះលូស៊ីចាប់ផ្ដើមអានវាមូសមួយក្បាលស្រាប់តែហើរមកលើហើយរអិលចូលទៅក្នុងសម្លៀកបំពាក់របស់វាភ្លាមលូស៊ីដឹងថាមានអ្វីមួយបានហោះចូលទៅក្នុងសម្លៀកបំពាក់របស់នាងចិនសួរថាតើនាងត្រូវការជំនួយដែរឬទេប៉ុន្តែគ្រាន់តែពេលគាត់ហៀបនឹងចូលទៅក្នុងលូស៊ីស្រាប់តែអាចដោះស្រាយវាដោយខ្លួនឯងបាន